Bàសូមជម្រាបសួរលោកគ្រូក៏ដូចជាគ្រូនិស្សិតថ្នាក់ M ទាំងអស់គ្នាខ្ញុំបាទធីវសុភោជាគ្រូនិស្សិតថ្នាក់ M ហើយនឹងលេខរៀងទី9អញ្ចឹងថ្ងៃនេះខ្ញុំសូមជូនវីដេអូសង្ខេបពាក់ព័ន្ធជាមួយនឹងមេរៀនក្នុងសប្តាហ៍ទី5បាទពាក់ព័ន្ធជាមួយនឹងសប្តាហ៍ទី5នេះដែរគឺយើងរៀនអំពីមេរៀនដែលមុខវិជ្ជាការវិតម្លៃការសិក្សាដែលចំណងជើងមេរៀនគឺការវិតម្លៃក្នុងម៉ោងសិក្សានិងការវិតម្លៃតាមដាននិងការវិតម្លៃតាមដំណាក់កាលដោយផ្អែកលើការវិតម្លៃបញ្ចប់អញ្ចឹងពាក់ព័ន្ធជាមួយនឹងមេរៀនយើងគឺយើងបែងចែកជា2ចំណុចធំៗដែលចំណុចទី1គឺពាក់ព័ន្ធជាមួយនឹងការវិតម្លៃក្នុងម៉ោងសិក្សាបាទហើយនៅចំណុចទី2គឺការវិតម្លៃតាមដំណាក់កាលដោយផ្អែកលើការវិតម្លៃបញ្ចប់អញ្ចឹងចំណុចហ្នឹងគឺឥឡូវយើងកន្លែងទៅមើលចំណុចទី1ធំដែលពាក់ព័ន្ធជាមួយទី1ធំគឺការវិតម្លៃក្នុងម៉ោងសិក្សាអញ្ចឹងពាក់ព័ន្ធជាមួយនឹងការវិតម្លៃក្នុងម៉ោងសិក្សាគឺយើងមានក្នុងមាតិកាគឺមាន5ចំណុចធំៗទី1គឺសេចក្តីដើមទី2វត្តនៃការវិតម្លៃតាមដំណាក់កាលទី3ការសង្កេតមិនផ្លូវការទី4សំណួរផ្ទាល់មាត់និងទី5ការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពអញ្ចឹងយើងដឹងថាពាក់ព័ន្ធជាមួយនឹងការវិតម្លៃក្នុងម៉ោងសិក្សាហ្នឹងគឺវាមានសារៈសំខាន់ខ្លាំងណាស់នៅពេលដែលការវិតម្លៃនឹងត្រូវបានវិតម្លៃបានត្រឹមត្រូវនោះគឺការបរិញ្ញាបត្ររបស់យើងគឺប្រកាសជាទទួលបានលទ្ធផលល្អដែរអញ្ចឹងពាក់ព័ន្ធជាមួយនឹងការវិតម្លៃហ្នឹងគឺសម្រាប់គ្រូបរិញ្ញាបត្រផ្ទាល់គឺត្រូវតែចាំបាច់ណាស់គឺត្រូវតែមានបើមិនជាអត់មានការវិតម្លៃទេគឺនោះដំណើរការនៃការបង្រៀនគឺមិនអាចទៅមុខបានទេក៏ដូចជាដំណើរការនៃការបង្រៀនគឺវាមិនទទួលបានលទ្ធផលល្អអញ្ចឹងសំណួរសួរថាអ្វីទៅជាការវិតម្លៃតាមដំណាក់កាលអញ្ចឹងការវិតម្លៃតាមដំណាក់កាលយើងអាចឲ្យយល់ន័យថាការវិតម្លៃតាមដំណាក់កាលគឺជាដំណើរការនៃការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សនិងការផ្ដល់មតិកែលម្អព័ត៌មានត្រឡប់ដល់សិស្សនិងការកែសម្រួលយុទ្ធសាស្ត្រនៃការបង្រៀននិងការសិក្សាដែលលើកកម្ពស់សមិទ្ធផលបាទអញ្ចឹងការវិតម្លៃតាមដំណាក់កាលគឺជាដំណើរការនៃការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សនិងការផ្ដល់មតិកែលម្អនេះជាចំណុចសំខាន់សម្រាប់ការវិតម្លៃហើយមកដល់ចំណុចទី2ធំគឺវត្តនៃការវិតម្លៃតាមដំណាក់កាលអញ្ចឹងវត្តនៃការវិតម្លៃគឺការវិលជុំរបស់នៃការវិតម្លៃរបស់យើងអញ្ចឹងការវិលជុំវិតម្លៃហ្នឹងគឺវាមាន4ចំណុចធំៗដែលយើងមើលឃើញថាទី1គឺវត្តវិតម្លៃភស្តុតាងវិតម្លៃភស្តុតាងគឺវាការបកស្រាយមិនមានភាពយើងបានន័យថាវិតម្លៃភស្តុតាងនឹងសំដៅលើថាដូចថាយើងវិតម្លៃទៅលើសិស្សគាត់ថាយើងដាក់លើកិច្ចការសិស្សក៏ប្រកាសជាមាន feedback របស់យើងវិញហើយពាក់ព័ន្ធជាមួយនឹងចម្លើយរបស់គាត់ជាកដាស់ឬក៏ជាអ្វីមួយតាមអេឡិចត្រូនិកអញ្ចឹងទៅយើងអាចវិតម្លៃគាត់តាមរយៈអ្វីដែលគាត់ផ្ដល់មកយើងវិញហ្នឹងហើយទី2គឺផ្ដល់មតិត្រឡប់ដល់សិស្សបានន័យថានៅពេលដែលយើងដាក់កិច្ចការគេគាត់ត្រឹមខ្វីសត្រឹម10នាទីឬ15នាទីគឺយើងនឹងអាចផ្ដល់ការវិតម្លៃទៅគាត់វិញបានភ្លាមផ្ដល់បន្ទុកគាត់បានភ្លាមតែម្ដងហើយច្បាស់លាស់ទៀតបានន័យថាកាយលឿនផ្ដល់នៅសក្ខីកម្មឬក៏ដូចជាចម្លើយគាត់លឿនអញ្ចឹងគាត់ចាប់បានឆាប់យល់មិនបើសិនជាយើងពជាពេលអាចនឹងពួកគាត់ភ្លេចឬក៏មិនសូវចាប់អារម្មណ៍បន្តមកទៀតគឺកែលម្អការបង្រៀនការកែលម្អការបង្រៀនគឺជាជំហានបន្តមួយដែរហើយបន្តមកទៀតគឺការប្រមូលភស្តុតាងនៃការសិក្សាការប្រមូលភស្តុតាងគឺការសង្កេតមិនផ្លូវការសួរសំណួរផ្ទាល់មាត់ចំហាត់ដែលមានរចនាសម្ព័ន្ធជាដើមហើយស្វ័យតម្លៃសិក្សារបស់សិស្សបានន័យថាការប្រមូលភស្តុតាងហ្នឹងគឺនៅពេលដែលសិស្សគាត់ត្រឡប់ទៅកន្លែងផ្ទះគាត់វិញគាត់អាចនឹងយើងអាចដាក់កិច្ចការផ្ទះអីផ្សេងទៅជូនគាត់អាចត្រូវធ្វើសំណួរឬក៏អាចធ្វើលំហាត់នឹងជូនមកយើងវិញបាទហើយយើងអាចប្រមូលនៅទិន្នន័យទាំងអស់ហ្នឹងយកមកវិភាគសិក្សាទៅលើសមត្ថភាពសិស្សរបស់យើងវត្តនៃការវិតម្លៃតាមដំណាក់កាលហ្នឹងគឺយើងផ្អែកទៅលើចរិតលក្ខណៈនៃការវិតម្លៃដែរចរិតលក្ខណៈនៃការវិតម្លៃមានរចនាសម្ព័ន្ធអ្នកចូលរួមនៃពាក់ព័ន្ធមតិកែលម្អជាដើមបាទហើយយើងមកចូលដល់ចំណុចធំមួយទៀតគឺចំណុចទី3ដែលចំណុចទី3គឺពាក់ព័ន្ធជាមួយនឹងការសង្កេតបាទអញ្ចឹងសំណួរសួរថាអ្វីចាំបាច់ការសង្កេតពេលម៉ោងសិក្សាអញ្ចឹងចំណុចនេះគឺយើងអាចនិយាយបានថាការសង្កេតនៅក្នុងម៉ោងសិក្សាមកមើលពីធម្មជាតិនៃការចូលរួមរបស់សិស្សបានហើយយើងសង្កេតគឺយើងអាចមើលឃើញការចូលរួមរបស់សិស្សយើងនៅក្នុង
ការបរៀនរបស់យើងបើថាយើងដាក់សំណួរដាក់លំហាត់ឬក៏ដាក់ការងារជាក្រុមទៅគាត់ចូលរួមបានកម្រិតណាហើយទី2មើលពីបំណិនអន្តរបុគ្គលរបស់សិស្សក្នុងការងារជាក្រុមបានថាបើគាត់មានការងារជាក្រុមហើយតើគាត់ការទំនាក់ទំនងការធ្វើការងារគាត់ជាក្រុមគឺអាចរីកចម្រើនបានដល់កម្រិតណាមើលពីភាពត្រឹមត្រូវនៃចម្លើយកូនសិស្សក្នុងពេលឆ្លើយសំណួរបានន័យថាយើងអាចមានតម្លៃនៅសិស្សរបស់យើងថឹងចំណុចណាដោយសារការឆ្លើយរបស់គាត់ឆ្លើយត្រូវឬខុសឬក៏ត្រូវបានប្រមាណភាគរយនៃគោលបំណងសំណួរដែលយើងបានដាក់ទៅឲ្យគាត់អញ្ចឹងនេះគឺជាការសង្កេតរបស់គ្រូទៅលើសិស្សបាទសង្កេតនេះគឺយើងសង្កេតទៅលើការងារជាក្រុមផងការងារជា individual ផងអញ្ចឹងការសង្កេតនេះគឺក៏មានសារៈសំខាន់ខ្លាំងណាស់ដែរក្នុងម៉ោងសិក្សាហ្នឹងអញ្ចឹងចំណុចទី3គឺខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងយើងចូលមកដល់ចំណុចបន្តមកទៀតគឺចំណុចទី4បាទសំណួរផ្ទាល់មាត់បាទសំណួរផ្ទាល់មាត់ហ្នឹងគឺបានន័យថាវាភ្លាមយើងអាចសួរសិស្សសំណួរផ្ទាល់មាត់ហ្នឹងសិស្សតើក៏អាចនឹងឆ្លើយមួយយើងបានកម្រិតណាគឺស្ពាក់ព័ន្ធនឹងគ្រូក្បាល reflex របស់សិស្សអញ្ចឹងបើសិស្សយើងសួរ reflex របស់គាត់បានកម្រិតណាគាត់ឆ្លើយត្រឹមត្រូវឬអត់ឬក៏កម្រិតនៃភាពលំអៀងឬក៏ចម្លែកកម្រិតនៃភាពត្រូវរបស់គាត់បានកម្រិតណាដែរប្រមាណភាគរយដែរដឹងគឺការវិតម្លៃរបស់យើងភ្លាមដែរយើងអាចដាក់បន្ទុកឲ្យគាត់អត់ភ្លាមតែម្ដងឬក៏កំណត់នៅអ្វីដែលគាត់ចេះអ្វីដែលគាត់មិនទាន់ចេះអ្វីដែលគាត់ច្បាស់ហើយឬអ្វីដែលគាត់នៅខ្សោយគឺយើងត្រូវបរិងបន្ថែមនៅចំណុចតែយើងបានសួរសំណួរទៅគាត់នឹងអាចតែក្នុងម្នាក់មាន2 3សំណួរអញ្ចឹងទៅឧទាហរណ៍យើងអាចសួរគាត់ហើយមួយសំណួរ2សំណួរ3សំណួរយើងសង្កេតមើលថាតើចំណុចណាឬក៏សំណួរមួយណាដែលគាត់អត់ទាន់ច្បាស់អញ្ចឹងទាំងអស់នេះហើយគឺជាការសួរសំណួរផ្ទាល់មាត់អញ្ចឹងការសួរសំណួរផ្ទាល់មាត់គឺវាសារៈសំខាន់ហើយគឺភ្លាមនឹងតែម្ដងអញ្ចឹងមួយទៀតចំណុចទី5គឺការផ្ដល់មតិកែលម្អអញ្ចឹងការផ្ដល់មតិកែលម្អនោះគឺប្រតិមានសារៈសំខាន់ខ្លាំងណាស់បើន័យថានៅពេលដែលយើងដូចខ្ញុំនិយាយខាងដើមទី4នេះដែរគឺវាចូលគ្នាដែរហើយគឺនៅពេលដែលសិស្សយើងឆ្លើយអត់មិនទៅល្អចំណុចណាយើងអាចចាប់ផ្ដើមក្នុងការកែលម្អគាត់ភ្លាមបើការកែលម្អភ្លាមគឺជាសារៈសំខាន់មួយសម្រាប់សិស្សឧទាហរណ៍ថាគាត់ទៅខុសកន្លែងណាយើងកែប្រាប់គាត់អញ្ចឹងវាជាការកែលម្អភ្លាមធ្វើឲ្យគាត់ឆាប់ចាំហើយគាត់មានអារម្មណ៍ឆាប់រៀនក៏ដូចជាអន្តរកម្មរវាងយើងនិងសិស្សដែរដែលយើងជាគ្រូហើយនិងសិស្សគឺមានអន្តរកម្មទៅវិញទៅមកប្រកបដោយភាពស្និទ្ធស្នាលអញ្ចឹងបើកាលណាមានភាពស្និទ្ធស្នាលនៅក្នុងថ្នាក់គឺប្រកបជាការចូលរួមពិសេសកាន់តែច្រើនហើយអញ្ចឹងពាក់ព័ន្ធនឹងចំណុចទី1ធំយើងសូមបញ្ចប់ប៉ុណ្ណឹងយើងចូលមកដល់ចំណុចទី2ធំគឺការវិតម្លៃតាមដំណាក់កាលដែលផ្អែកលើការវិតម្លៃបញ្ចប់អញ្ចឹងការវិតម្លៃតាមដំណាក់កាលផ្អែកលើការវិតម្លៃបញ្ចប់ហ្នឹងគឺបានថាមាន2ចំណុចធំដែរ3ចំណុចធំក្នុងមាតិកាគឺប្រភេទនៃការវិតម្លៃតាមដំណាក់កាលដែលផ្អែកលើការវិតម្លៃបញ្ចប់ហើយការផ្ដល់មតិត្រឡប់និងការកែលម្អការបង្រៀនអញ្ចឹងណាចំណុចធំនឹង3ហ្នឹងក៏វាមិនខុសគ្នាពីខាងលើប្រហែលដែរបើគាត់ថាអានេះវាគឺជាការវិតម្លៃនៅពេលដែលទេតនការជាតនការគឺបានន័យថាយើងសង្កេតមើលគាត់ចេតនាបានន័យថាឧទាហរណ៍ថាយើងបានបញ្ចប់មេរៀនណាមួយឧទាហរណ៍បញ្ចប់មេរៀនណាមួយក៏បញ្ចប់ក្នុងម៉ោងសិក្សាណាមួយនោះបានន័យថាយើងអាចវិតម្លៃគាត់បានបន្តហើយអញ្ចឹងម៉ោងទី2យើងអាចវិតម្លៃគាត់បានបន្តទៀតម៉ោងទី3យើងអាចវិតម្លៃគាត់បន្តទៀតឬអាចនិយាយបានថាបើសិនជាមានថ្ងៃខុសគ្នាថាថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធគឺការវិតម្លៃរបស់យើងគឺក្នុងមួយថ្ងៃអញ្ចឹងវាមានវិតម្លៃជាដំណាក់កាលបើថាក្នុងមួយថ្ងៃយើងបរៀនភាសាខ្មែរមួយឬគណិតវិទ្យាមួយយើងចប់មុខជាណាមួយហើយឬក៏មេរៀនណាមួយហើយអញ្ចឹងយើងអាចវិតម្លៃក្នុងថ្ងៃហ្នឹងបានបន្ទាប់មកស្អែកយើងចូលមេរៀនថ្មីទៀតយើងនឹងបានវិតម្លៃគាត់បន្តទៀតអញ្ចឹងណាយើងវិតម្លៃគាត់ជាដំណាក់កាលសរុបមកគឺបានន័យថាបញ្ចប់បន្ទាប់ពីបញ្ចប់មេរៀនឬខ្លឹមសារមេរៀនណាមួយឬក៏ចំណុចណាមួយយើងអាចឲ្យវិតម្លៃគាត់តាមដំណាក់កាលអញ្ចឹងឯងអញ្ចឹងការផ្ដំតេត្រឡប់នោះបានន័យថាការវិតម្លៃរបស់យើងហ្នឹងគឺយើងចប់មកមេរៀនហើយឬក៏ចប់មកសប្តាហ៍ហើយឬក៏ក្នុងមួយថ្ងៃនៃការរៀនរបស់យើងហើយគឺយើងអាចផ្ដល់មតិត្រឡប់ទៅគាត់វិញជារួមអញ្ចឹងនៅក្នុងម៉ោងសិក្សាយើងផ្ដល់ការសួរសំណួរផ្សេងហ្នឹងគឺយើងអាចបកស្រាយគាត់ជឿនភ្លាមហើយប៉ុន្តែពាក់ព័ន្ធជាមួយនឹងការផ្ដល់មតិត្រឡប់ចំពោះចំណុចទី2ផ្នែកទី2ធំនេះដែរគឺបានន័យថាអាចនឹងថាគាត់រៀនចប់ក្នុងមួយថ្ងៃឬក៏ក្នុងមេរៀនណាមួយយើងដាក់កែគាត់ដាក់កិច្ចការគាត់ធ្វើកិច្ចការងារផ្ទះឬការងារផ្ទះគាត់ធ្វើអាស័យមិនគាត់ធ្វើបានន័យថាគាត់ធ្វើហើយបន្ទាប់មកយើងផ្ដល់ការកែលម្អត្រឡប់គឺជារួមសម្រាប់ការសិក្សាសរុបមកក្នុងរយៈពេលកន្លងមក
តាពីថាមួយថ្ងៃឬក៏មកសិក្សាឬក៏ក្នុងមួយមេរៀនឬក៏ក្នុងមួយសប្តាហ៍អញ្ចឹងទៅអញ្ចឹងពាក់ព័ន្ធនឹងការកែលម្អអីផ្សេងៗគឺដូចគ្នាដែរបានន័យថាក្នុងនាមយើងជាគ្រូបរិញ្ញាកាលណាយើងឃើញសិស្សយើងឬខ្សោយចំណុចណាយើងដឹងខ្លួនថាអូមកពីការបរិញ្ញារបស់យើងវាខុសលក្ខខណ្ឌស្តង់ដារត្រង់ណាមួយទៅហៅថាសិស្សខ្សោយគណិតវិទ្យាការគុណលេខអញ្ចឹងទៅឬក៏បូកលេខចែកលេខអញ្ចឹងទៅយើងត្រូវឆ្លោះម្ចាំងមើលក្នុងនាមយើងជាអ្នកបរិញ្ញាត្រូវឆ្លោះម្ចាំងមើលខ្លួនឯងវិញតើហេតុអីបានជាសិស្សយើងអត់ចេះហេតុអីបានគាត់ចាប់អត់បានមកពីបញ្ហា3កត្តាប្រឈមអីខ្លះអញ្ចឹងបានន័យថានៅពេលដែលយើងដឹងកត្តាប្រឈមហើយគឺយើងអាចនឹងបកទៅរកអ្វីដែលល្អវិញអញ្ចឹងបានន័យទៅទីហោថាសិស្សយើងអត់តន់ចេះចែកលេខទីហោអត់តន់ចេះចែកលេខ3ខ្ទង់ជាមួយនឹង2ខ្ទង់ចុះអញ្ចឹងបានន័យថាហេតុអីបានក៏អត់ចេះចែកលេខអញ្ចឹងយើងត្រូវរកមុខប្រភពមូលហេតុបានន័យថាហើយយើងអាចនឹងគាត់មិនតន់ចេះមេលេខច្បាស់លាស់ទី1ហើយទី2គាត់អត់តន់យល់ពីរបៀបចែកអញ្ចឹងទៅអញ្ចឹងយើងត្រូវចាត់ចំណុចគោលធំមួយណាឲ្យគាត់ត្រូវយល់អំពីចំណុចផ្ដើមដំបូងទៅបានន័យថាជាគ្រឹះទៅដើម្បីឲ្យគាត់ចេះដល់មកដល់ចំណុចដែលយើងត្រូវបរៀនយើងត្រូវឆ្លៀតក៏ដូចជាត្រូវបកស្រាយប្រាប់គាត់ឲ្យចំណុចដែលជាគ្រឹះនៅក្នុងការបរៀនរបស់យើងហ្នឹងអញ្ចឹងទើបគាត់អាចចាប់បានបាទអញ្ចឹងចំពោះចំណុចមេរៀនសប្តាហ៍ទី5នេះខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងបាទសូមអរគុណគ្រូ